ការថែទាំសុខភាពដល់វិធីណាទើបទទួលបានលទ្ធផលល្អបាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពនិងជាទីស្រឡាញ់វិលមកជួបគ្នាជាថ្មីជាមួយខ្ញុំដុកទ័រគីមក្នុងកម្មវិធីសុខភាពដំណោះស្រាយថ្ងៃនេះខ្ញុំលើកយកប្រធានបទស្ដីពីការថែទាំសុខភាពដើម្បីទទួលបានលទ្ធផលល្អបាទបងប្អូនដឹងហើយថាសុខភាពរបស់យើងសំខាន់មែនទែនហើយក៏ជាចំណែកមួយដែលអត់មានដាក់លក់លើទីផ្សារអញ្ចឹងការថែទាំសុខភាពគឺកើតចេញពីថ្ងៃនេះកើតចេញពីបងប្អូនពុកម៉ែទាំងអស់គ្នាបាទយកទៅអនុវត្តរៀងៗខ្លួនអញ្ចឹងតើការថែទាំដោយវិធីណាទើបទទួលបានលទ្ធផលអញ្ចឹងខ្ញុំសូមចែករំលែក4វិធីសាស្ត្រដើម្បីឲ្យបងប្អូនងាយយល់ហើយយកទៅអនុវត្តងាយៗទី1ការហូបទឹកទី2ការហាត់ប្រាណទី3ការរៀបចំរបបអាហារនិងទី4ការចូលសម្រាកបានត្រឹមត្រូវអញ្ចឹងការហូបទឹកនេះគឺយើងបែងចែកនៃការហូបទឹកអញ្ចឹងមុនពេលទៅដល់ការហូបទឹកឲ្យបានត្រឹមត្រូវបងប្អូនត្រូវមកកំណត់ចំនួនទឹកដែលយើងត្រូវហូបពុកម៉ែបងប្អូនត្រូវហូបទឹកសម្រាប់បងប្អូនស្ត្រីគឺ2លីត្រទៅ3លីត្រសម្រាប់បងប្អូនប្រុសគឺ3លីត្រទៅ3លីត្រកន្លះបាទហើយការហូបទឹកនេះតើគឺពីទីក្នុងការហូបទឹកឲ្យបានលទ្ធផលល្អទី1គឺមុនការចូលសម្រាកនិងក្រោយការចូលសម្រាកបាទនឹងពេលយើងភ្ញាក់ពីដេកអញ្ចឹងមុនពេលយើងចូលដេកគឺយើងត្រូវការហូបទឹកចន្លោះពី100ទៅ200មីលីលីត្រកុំឲ្យច្រើនពេកកាលណាយើងហូបច្រើនពេកយប់ឡើងយើងងើបបត់ជើងតូចឬក៏យើងងើបនោមច្រើនព្រោះឲ្យយើងរំខានក្នុងការដំណេករបស់យើងអញ្ចឹងយើងវាបានគ្រប់គ្រាន់អញ្ចឹងត្រឡប់មកវិញប៉ះពាល់សុខភាពរបស់យើងទី2សំខាន់ហើយចាំបាច់ដែលបងប្អូនត្រូវយកចិត្តទុកដាក់គឺមុនពេលចូលបន្ទប់ទឹកពេលព្រឹកព្រលឹមយើងក្រោកពីដំណេកក្រោកពីក្រែព្រាមបងប្អូនកុំប្រញាប់ចូលទៅបន្ទប់ទឹកបងប្អូនត្រូវយកទឹកមកហូបសិនហេតុអីតែខ្ញុំចាត់ទុកថាការហូបទឹកមុនពេលចូលបន្ទប់ទឹកគឺក្រោកពីដំណេកនេះសំខាន់នៅពេលដែលយើងដេកដល់ស្កប់ស្កល់ហើយយើងក្រោកភ្លាមបានន័យថាប្រព័ន្ធប្រសាទរបស់យើងសាច់ដុំរបស់យើងចំបាច់ដង្ហើមរបស់យើងសរីរាង្គគ្រប់យ៉ាងទាំងអស់អត់ទាន់ធ្វើការបានប្រសើរទេអញ្ចឹងនៅពេលដែលយើងហូបទឹកចូលទៅយើងចាប់ដើមភ្ញូចទៅដល់ប្រព័ន្ធប្រសាទទៅដល់សរសៃដល់សាច់ដុំដល់សន្លាក់ដើម្បីឲ្យធ្វើការបានប្រសើរជិះវៀងអីបងប្អូនធ្លាប់ឃើញអ្នកខ្លះគាត់ក្រោកពីដេកគាត់ចូលទៅបន្ទប់ទឹកទៅដល់ទៅនោះគាត់នឹងមុខដួលតែម្ដងដោយសារតែពេលយើងដាក់ជើងចូលទៅបន្ទប់ទឹករបស់យើងត្រជាក់អញ្ចឹងវាធ្វើឲ្យការរំហូរឈាមចេញពីបេះដូងចេញពីខួរក្បាលទៅដល់ជើងដៃរបស់យើងអត់ទាន់បានប្រសើរអញ្ចឹងអាចប្រឈមមុខទៅលើការដែលគាំងឬក៏គ្រោះថ្នាក់ពេលណាមួយអាចឲ្យដួលបន្ទប់ទឹកបានអញ្ចឹងទី1ទី2ការហូបទឹកមុនពេលហូបចំណីអាហារបាទនិងក្រោយហូបចំណីអាហារអញ្ចឹងមុនពេលហូបចំណីអាហារចន្លោះពី20ទៅកន្លះម៉ោងគឺដើម្បីឲ្យប្រព័ន្ធរំលាយអាហាររបស់យើងធ្វើការបានល្អកាត់បន្ថយនូវភាពស្រីគ្រៀនមានសំណើមដែលយើងហូបចំណីអាហារទៅអត់អួលទី2ដល់ពេលដែលយើងហូបចំណីអាហារហើយយើងត្រូវការហូបទឹកចន្លោះពី100ទៅ200មីលីលីត្រដើម្បីឲ្យជួយសម្រួលកាកសំណល់ដែលយើងនៅសល់ទៅតាមប្រព័ន្ធរំលាយអាហារឬមួយក៏ជួយឲ្យកាពះរបស់យើងធ្វើការបានប្រសើរទី1ការហូបទឹកបាទទី2ការហាត់ប្រាណនេះក៏សំខាន់មែនទែនក្នុងមួយទឹកយ៉ាងហោចក៏បាន3ថ្ងៃតិចបំផុតបាទឬក៏អាច4ថ្ងៃឬក៏5ថ្ងៃហើយក្នុងមួយពេលនៃការហាត់ប្រាណគឺចន្លោះពីកន្លះម៉ោងទៅ1ម៉ោងគឺល្អគ្រប់គ្រាន់បាទឬក៏អាចនឹងទៅតាមសមត្ថភាពឬក៏ទៅតាមសុខភាពបងប្អូនបាទទៅតាមសរីរាង្គឬក៏ដៃជើងសន្លាក់របស់យើងអត់មានបញ្ហាទេបងប្អូនអាចហាត់លើសពីនឹងបានតែបងប្អូនហាត់ឲ្យល្អគឺចន្លោះពីកន្លះម៉ោងទៅ1ម៉ោងហើយបងប្អូនដែលមានបញ្ហាឈឺសន្លាក់ឬក៏អ្នកដែលគាត់ចង់បានរាងកាយរបស់យើងប្រសើរគឺ aerobic នេះគឺវាជំរុញឲ្យទាំងខួរក្បាលទាំងចង្វាក់ដង្ហើមរបស់យើងទាំងសាច់ដុំរបស់យើងគឺធ្វើការបានប្រសើរជាពិសេសគឺបងប្អូនដែលប្រឈមមុខឬអាសាររយតាមសន្លាក់ជង្គង់ឬក៏កដៃហ្នឹងគឺ aerobic ល្អមែនតើហើយបងប្អូនអាចទៅជីមបងប្អូនអាចទៅរត់ទៅតាមអ្វីដែលបងប្អូនចូលចិត្តតែអំណាចថាប្រយោជន៍នៃការហាត់ប្រាណជាមួយធ្វើឲ្យសាច់ដុំរបស់យើងហាត់ណែនទី2ធ្វើឲ្យសន្លាក់របស់យើងគឺគេហៅថាធ្វើការបានល្អជំនួយឆ្អឹងឲ្យរឹងមាំជាផុតពីការដួលដល់ប្រការណាមួយឬក៏អាចឆ្លោះតិចដល់ប្រការណាមួយបាទទី3តើតើការរៀបចំរបបអាហារការរៀបចំរបបអាហារនេះសំខាន់មែនតើបងប្អូនត្រូវស្វែងយល់ពីអត្ថប្រយោជន៍នៃការរៀបចំរបបអាហារអញ្ចឹងបងប្អូនទៅដូរទម្លាប់បងប្អូនដែលជក់បរិយបងប្អូនត្រូវតែបន្ថយឬបញ្ឈប់ព្រោះបរិយមិនមែនជាអាហារដែលជួយឲ្យរាងកាយបងប្អូនប្រសើរទេបាទបរិយគឺជាអាហារដែលបំផ្លាញសុខភាពបងប្អូនបំផ្លាញទាំងធ្មេញបំផ្លាញទាំងសរសៃឈាមរបស់យើងបំផ្លាញទាំងប្រព័ន្ធខួរក្បាលរបស់យើងបាទបំផ្លាញទាំងអុកស៊ីហ្សែននៅក្នុងសរសៃឈាមនៅក្នុងបេះដូងរបស់យើងហើយគេបានសិក្សាថាគ្រប់បរិយទាំងអស់មិនថាបរិយអេរិកឬក៏បរិយដែលថ្នាំជក់ដែលយើងមួយជក់នេះគឺសុទ្ធតែផលប៉ះពាល់ហានិភ័យទៅលើសរសៃឈាមហានិភ័យទៅលើបេះដូងអាចបណ្ដាលមានបញ្ហាជំងឺសម្ពាធឈាមហើយនឹងអាចធ្វើឲ្យមានបញ្ហាជំងឺហារីកទៅលើប្រព័ន្ធផ្លូវដង្ហើមរបស់យើងបាទទី2តើតើជាមួយនឹងគ្រឿងស្រវឹងក៏ដូចគ្នាអាចធ្វើឲ្យយើងកើនឡើងនៅបញ្ហាខ្លាញ់នៅក្នុងថ្លើមអាចធ្វើឲ្យសរសៃឈាមរបស់យើងឬក៏កូលេស្តេរ៉ុលកើនឡើងអាចមានបញ្ហាជំងឺបេះដូងបញ្ហាជំងឺទឹកនោមផ្អែមហើយធ្វើឲ្យយើងធាត់បាទហើយមានបញ្ហាជាច្រើនទៀតតើតើបញ្ហាគ្រឿងស្រវឹងហើយមួយទៀតគឺតើតើជាមួយនឹងអាហារដែលផ្អែម
បាទបងប្អូនដឹងថាស្ករគឺជាគីតកបាទលេខ1ដែលធ្វើឲ្យរាងកាយរបស់យើងប្រឈមនឹងបញ្ហាអញ្ចឹងបងប្អូនយើងចូលរួមទាំងអស់គ្នាគឺកាត់បន្ថយសារជាតិផ្អែមបាទហើយក៏គេបានសិក្សាមើលថាស្ករក៏ជាចំណែកមួយដែលធ្វើឲ្យកោសិកាយើងហៅថាកើតឡើងមិនប្រក្រតីដែលអាចមានបញ្ហាដុំសាច់ឬក៏វិវត្តទៅជាជំងឺមហារីកអញ្ចឹងមួយទៀតតកតងជាមួយនឹងអាហារកែច្នៃពួកអាហារបំពងខ្ញុំឃើញបងប្អូនមួយចំនួនហើយជាពិសេសមិនថាតែកូនរបស់បងប្អូនទេសូម្បីតែកូនរបស់ខ្ញុំក្មួយរបស់ខ្ញុំក៏ដូចគ្នាក្មេងៗក៏ចូលចិត្តអាហារបំពងអញ្ចឹងថ្ងៃនេះខ្ញុំសូមចែករំលែកជាចំណេះដឹងថាអាហារបំពងទាំងអស់មិនល្អសម្រាប់រាងកាយទេបាទគួរតែកាត់បន្ថយឬអាចបញ្ឈប់ហើយយើងងាកមកអាហារសរីរាង្គមានដូចជាបន្លែបៃតងផ្លែឈើបៃតងឬមួយក៏តកតងជាមួយនឹងសាច់សត្វដែលយើងចិញ្ចឹមដែលយើងដឹងប្រភពបាទជំនួយដល់រាងកាយរបស់យើងបាទហើយមួយទៀតតកតងជាមួយនឹងការសម្រាកអញ្ចឹងការសម្រាកនេះក៏សំខាន់ដែរគឺចាំឲ្យណាស់ប្រហែល6ម៉ោងដែរក្នុងមួយថ្ងៃបើសិនបងប្អូនតែជា6ម៉ោងគឺប្រឈមនឹងបញ្ហាទី1តកតងនឹងបញ្ហាខួរក្បាលរបស់យើងទី2នឹងភាពចាស់របស់យើងហើយមួយទៀតវាអាចនឹងប៉ះពាល់ដល់បេះដូងដែរនៅពេលដែលយើងសម្រាកបានគ្រប់គ្រាន់ហើយខ្ញុំលើកទឹកចិត្តថាមុនពេលសម្រាកបងប្អូនគួរតែបន្ថយឬក៏ធ្វើម៉េចឲ្យគេហៅថាគ្រឿងអេឡិចត្រូនិកមានដូចជាទូរស័ព្ទឬក៏កុំព្យូទ័រឬមួយក៏ស្អីដែលជាពលឺឬក៏នៅក្បែរខ្លួនហ្នឹងបងប្អូនត្រូវបិទវាហើយបងប្អូនធ្វើអីកន្លែងគេងរបស់យើងគឺមានភាពស្ងប់ស្ងាត់ហើយពលឺកុំឲ្យវាចាំងពេកហើយបើសិនអាចទេធ្វើឲ្យពលឺរបស់យើងគឺតែបិទភ្លើងតែម្ដងដើម្បីឲ្យអារម្មណ៍របស់យើងខួរក្បាលរបស់យើងបាទវាមានភាពស្ងប់ស្ងាត់ហើយសម្រាប់បានគ្រប់គ្រាន់អញ្ចឹងពីខ្ញុំទៅវិញសង្ឃឹមថាចំណេះដឹងមួយនេះជាចំណែកជួយដល់បងប្អូនទទួលបានសុខភាពល្អបាទអរគុណបាទ